សេចក្តីជូនដំណឹងកណ្ដាលផែនជាឧត្តមមានកតញ្ញូសូមជម្រាបជូនដល់ថ្នាក់ដឹកនាំសមាជិកសមាជិកាកណ្ដាលផែនជាឧត្តមនិងផែនចំណុះទាំង13ផែនឲ្យបានជ្រាបថានៅព្រឹកថ្ងៃពុធ8រោចខែជេសឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025នៅវេលាម៉ោង6ព្រឹកលោកស្រីស៊ូស្រីមីប្រធានកណ្ដាលផែនជាឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជានិងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញដឹកនាំសមាជិកសមាជិកាផែនចំណុះទាំង13ផែនចូលរួមបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាចូលរួមទាំងអស់គ្នានៅថ្ងៃទី18ខែមិថុនាខាងមុខនេះមោទនភាពជាតិខ្មែរសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធីពិសេស Solidarity Make ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនិងដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនកម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅពេលវេលានិងទីតាំងដូចខាងក្រោមម៉ោង6ព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2025ជួបជុំនៅមុខសាលមហោស្រពកោះពេជ្ររួចធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់វិមានឯករាជ្យអាស្រ័យដោយបានជម្រាបជូនខាងលើនេះសូមលោកស្រីអ្នកនាងកញ្ញាបងប្អូនក្មួយជ្រាបជាដំណឹងនិងអញ្ជើញចូលរួមឲ្យបានច្រើនកកថ្ងៃអាទិត្យ5រោចខែជេសឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569សៀមរាបនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025លេខាធិការដ្ឋានកណ្ដាលផែនជាឧត្តមប្រធានលោកគង់សម្បត្តិ